បាទសូមគោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាផងដែរថ្ងៃនេះផងដែរគឺខ្ញុំសូមមកធ្វើការ review ទៅលើប្រភេទ concept ផ្ទះក្រពើហាននេះដើម្បីធ្វើការចែកជូនជាវីដេអូក៏ដូចជា concept mode ប្លង់ដើម្បីពុកម៉ែបងប្អូនយកទៅធ្វើការសាងសង់បន្តបានបាទដែលឡែកសម្រាប់ concept mode ប្លង់នេះគឺជាការ design និងជាការសិក្សាប្លង់ឡើងដោយក្រុមការងារយើងខ្ញុំផ្ទាល់ផងដែរសម្រាប់ប្រភេទ concept mode ផ្ទះនេះទៀតសោតយើងបានធ្វើការសិក្សាឲ្យទៅខាងអតិថិជនក៏ប៉ុន្តែថ្ងៃនេះគឺខ្ញុំសូមមកធ្វើការ review បន្តិចទៅលើការងារដែលយើងបានធ្វើការសិក្សាចប់រួចរាល់ដែលឡែកសម្រាប់ប្រភេទ concept ផ្ទះក្រពើហាននេះគឺមានទំហំ5គុណជាមួយនឹង8ម៉ែត្រអញ្ចឹងមានន័យថាគឺយើងគិតទាំងសាច់វេរ៉ង់ដាហក់ចេញមកនេះ1ម៉ែត្រកន្លះទៀតអញ្ចឹងណាបងប្អូនទាំងអស់គ្នាដែលឡែកសម្រាប់ក្រុមសិក្សាប្លង់របស់ខ្ញុំគឺយើងទទួលសិក្សាទៅលើគម្រោងតូចហើយនិងគម្រោងធំដែលជាគម្រោងតម្រូវការរបស់ពុកម៉ែបងប្អូនផ្ទាល់មិនថាទាំងគម្រោងតូចឬក៏គម្រោងធំទេគឺយើងទទួលសិក្សាដូចគ្នាទៅតាមតម្រូវការរបស់ពុកម៉ែបងប្អូនដែលពុកម៉ែបងប្អូនចង់បានអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំមកធ្វើការ detail ត្រួសទៅលើប្រភេទ concept ផ្ទះក្រពើហាននេះបន្តិចទៅអញ្ចឹងពាក់ព័ន្ធជាមួយនឹងប្រភេទ concept ផ្ទះក្រពើហាននេះដូចខ្ញុំបានលើកឡើងមុននឹងអញ្ចឹងគឺមានទំហំ5គុណជាមួយនឹង8ម៉ែត្រហើយសាច់វេរ៉ង់ដាហក់ចេញមកខាងក្រៅហ្នឹងគឺ1ម៉ែត្រកន្លះហើយផ្ទះនេះគឺយើងមាន2បន្ទប់គេងហើយកន្លែងទទួលភ្ញៀវមួយដែលឡែកសម្រាប់ផ្ទះបាយគឺខាងម្ចាស់គម្រោងផ្ទាល់គាត់សូមលើកយកមកធ្វើនៅខាងក្រៅវិញដោយសារតែសាច់ផ្ទះរបស់យើងវាតែ8ម៉ែត្រអញ្ចឹងបើយើងធ្វើផ្ទះបាយខាងក្នុងទៀតយើងធ្វើបន្ទប់អត់បាន2បន្ទប់ទេអញ្ចឹងណាបើយើងធ្វើបានក៏រៀងតូចចង្អៀតដែរអញ្ចឹងគឺគាត់សូមធ្វើផ្ទះបាយនៅខាងក្រៅហើយយើងមានទ្វារចំហៀងនៅផ្នែកខាងស្ដាំនេះចេញមកផ្នែកខាងក្រៅនៃផ្ទះរបស់គាត់ផ្ទាល់អញ្ចឹងសម្រាប់ផ្ទះក្រពើហាននេះសម្រាប់ពុកម៉ែបងប្អូនដែលមានថវិកាល្មមដែលអាចធ្វើការសាងសង់បានជាជម្រើសដ៏ល្អគឺផ្ទះក្រពើហាននេះផងដែរផ្ទះក្រពើហានវាលក្ខណៈមើលទៅវា modern ទៅតាមអ្វីដែលយើងបានធ្វើការលើកឡើងនិងរៀបចំឡើងទៅតាមការច្នៃនិងការ design ឡើងដែរអញ្ចឹងសម្រាប់ផ្ទះក្រពើហាននេះផងដែរគឺមានលក្ខណៈស្អាតអញ្ចឹងពុកម៉ែបងប្អូនអាចយក concept mode នេះទៅសិក្សាធ្វើបន្តបានសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការមានថវិកាល្មមក្នុងការសាងសង់ទៅលើប្រភេទផ្ទះរបស់យើងអញ្ចឹងណាហើយសម្រាប់គម្រោងប្លង់គឺយើងមិនមែនមានតែប្លង់ CD ដែលបវលមកជុំអញ្ចឹងទេគឺយើងមានទាំងសញ្ញាកិច្ចការហើយនិងការងារប្លង់ detail ទៀតប៉ុន្តែខ្ញុំសូមបញ្ជាក់ទៅលើតែប្លង់ដែលយើងបានធ្វើការ render ចប់បន្តិចអញ្ចឹងពាក់ព័ន្ធជាមួយនឹងរូបភាពប្លង់នេះគឺជារូបភាពប្លង់ដែលយើងបានធ្វើការ render ដើម្បីធ្វើការ submit ឲ្យទៅខាងម្ចាស់គម្រោងផ្ទាល់អញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការក្នុងការសិក្សាគម្រោងប្លង់ពុកម៉ែបងប្អូនអាចធ្វើការទំនាក់ទំនងមកខាងក្រុមការងារយើងខ្ញុំបានសម្រាប់បងជាងផ្ទាល់ក៏អាចធ្វើការប្រឹក្សាហើយនឹងធ្វើការឲ្យខាងក្រុមការងារយើងខ្ញុំសិក្សាប្លង់ឲ្យបានដូចគ្នាអញ្ចឹងខ្ញុំអត់មានអ្វីច្រើនទេគឺខ្ញុំសូមបញ្ចប់វីដេអូនេះត្រឹមតែប៉ុណ្ណេះសូមអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នា